នៅក្នុងប្រទេសកម្ពុជាមានផ្កាយចំនួន2ដួងដែលគេស្គាល់ជាទូទៅតាំងពីសម័យបុរាណមកដោយសារតែវាគឺជាផ្កាយដែលគេមើលទៅឃើញមានពន្លឺភ្លឺចាំងចែងខ្លាំងហើយទាក់ទាញអារម្មណ៍ជាងផ្កាយណានាផ្សេងទៀតទាំងអស់ផ្កាយតាពីរដួងនេះមួយតែងតែរះនៅពេលព្រឹកព្រលឹមមុននឹងត្រូវលុបបាត់ទៅដោយពន្លឺព្រះអាទិត្យហើយដែលយើងហៅថាផ្កាយព្រឹកនិងមួយទៀតតែងតែបង្ហាញខ្លួននៅពេលល្ងាចហើយបានតែប៉ុន្មានម៉ោងក៏លិចបាត់ទៅវិញហើយដែលយើងឲ្យឈ្មោះថាផ្កាយចោលតែក៏ពិតទៅផ្កាយព្រឹកនិងផ្កាយចោលនេះមិនមែនជាផ្កាយពីរផ្សេងគ្នាដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះទេក៏ប៉ុន្តែគឺជាផ្កាយតែមួយគ្រាន់តែបង្ហាញខ្លួននៅពេលផ្សេងគ្នាតែប៉ុណ្ណោះហើយផ្កាយនេះគឺគ្មានអ្វីក្រៅពីភពសុក្រដែលជាភពមានកន្លងតារាវិថីស្ថិតនៅលំដាប់ទី2រាប់ពីព្រះអាទិត្យពោលគឺស្ថិតនៅបន្ទាប់ពីភពពុទ្ធហើយនៅមុនភពផែនដីរបស់យើងដោយសារតែមានកន្លងតារាវិថីស្ថិតនៅប៉ែកខាងក្នុងធៀបនឹងភពផែនដីបែបនេះហើយបានជាគេសង្កេតពីភពផែនដីទៅគេឃើញថាភពសុក្រតែងតែមានទីតាំងស្ថិតនៅក្បែរព្រះអាទិត្យដោយពេលខ្លះរះនៅពេលព្រឹកព្រលឹមមុនព្រះអាទិត្យបន្តិចពេលខ្លះលិចទៅតាមក្រោយព្រះអាទិត្យនៅពេលល្ងាចចំណែកឯពេលខ្លះទៀតត្រូវបាត់មុខពីផ្ទៃមេឃទាំងស្រុងដោយត្រូវរះនៅពេលថ្ងៃហើយត្រូវលុបដោយពន្លឺរបស់ព្រះអាទិត្យភពសុក្រនេះត្រូវបានគេចាត់ទុកថាជាផ្កាយដែលមានពន្លឺភ្លឺជាងគេបំផុតនៅពេលយប់ពោលគឺក្រៅពីព្រះច័ន្ទមួយចេញគ្មានអ្វីដែលភ្លឺជាងភពសុក្រនេះនោះទេហើយនេះក៏ដោយសារតែភពសុក្រគឺជាភពដែលស្ថិតនៅជិតនឹងភពផែនដីរបស់យើងជាងគេមានទំហំក៏ប្រហាក់ប្រហែលនឹងភពផែនដីព្រមទាំងមានស្រទាប់បរិយាកាសដែលធ្វើឲ្យពន្លឺដែលទទួលពីព្រះអាទិត្យត្រូវចាំងផ្លាតខ្លាំងចេញមកវិញលក្ខណៈស្រដៀងគ្នាទៅនឹងភពផែនដីទាំងទំហំទាំងធាតុផ្សំនិងវត្តមាននៃបរិយាកាសបែបនេះហើយដែលធ្វើឲ្យមនុស្សទូទៅតាំងពីដើមរៀងមកតែងតែចាត់ទុកភពសុក្រនេះប្រៀបដូចជាបងប្អូនភ្លោះរបស់ភពផែនដីហើយតែងតែនាំគ្នាគិតថានៅលើភពសុក្រក៏ប្រហែលជាមានជីវិតរីកដុះដាលខ្លាំងដូចជានៅលើភពផែនដីរបស់យើងនេះដែរក៏ប៉ុន្តែបន្តិចម្ដងនៅពេលដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែរីកចម្រើនជឿនលឿនទៅមុខអាចឲ្យគេសិក្សាបានកាន់តែលម្អិតនិងរហូតអាចបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចុះចតនៅលើភពសុក្រទើបគេនាំគ្នាភ្ញាក់ផ្អើលដោយមើលឃើញថាភពសុក្រនេះមានភាពខុសគ្នាស្រឡះពីភពផែនដីរបស់យើងជាពិសេសគឺតាក់ទងទៅនឹងលក្ខខណ្ឌអំណោយផលនៃជីវិតប្រទេសដែលបានបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចុះចតដោយជោគជ័យលើភពសុក្រមុនគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រគឺសហភាពសូវៀតបានចាប់ផ្ដើមបញ្ជូនយានគ្មានមនុស្សបើកឲ្យទៅចុះចតនៅលើភពសុក្រនេះតាំងពីឆ្នាំ1970ក៏ប៉ុន្តែត្រូវបរាជ័យជាច្រើនលើកដោយយានខ្លះត្រូវបាត់ការតាក់ទងតាំងពីពេលមិនទាន់ចុះទៅដល់ដីហើយខ្លះទៀតបាត់ការតាក់ទងភ្លាមក្រោយពីចុះដល់ផ្ទៃដីភពសុក្ររហូតដល់ឆ្នាំ1975ទើបសូវៀតអាចចុះចតយានគ្មានមនុស្សបើកដោយជោគជ័យលើភពសុក្រជាលើកទី1ហើយយាននេះក៏ដូចជាយានក្រោយៗមកទៀតដែរអាចមានដំណើរការនៅលើដីនៃភពសុក្រនេះបានត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះក៏ប៉ុន្តែបើទោះបីជាយ៉ាងណាវាគ្រប់គ្រាន់ល្មមអាចនឹងឲ្យគេប្រម៉ូទទិន្នន័យបានច្រើនពីស្ថានភាពនៃផ្ទៃដីនិងពីបរិយាកាសរបស់ភពសុក្រហើយទិន្នន័យអស់ទាំងនេះធ្វើឲ្យគេអាចយល់កាន់តែច្បាស់ថាតើហេតុអ្វីបានជាយានដែលចុះចតនៅលើភពសុក្រនេះសុទ្ធតែមិនអាចស្ថិតថេរនៅបានយូរលើសពីប៉ុន្មានម៉ោងបែបនេះបានភពសុក្រអ្វីត្បិតតែមានទំហំម៉ាស់និងកម្លាំងទំនាញប្រហាក់ប្រហែលនឹងភពផែនដីរបស់យើងហើយមានសន្តានដីនិងរចនាសម្ព័ន្ធប្រហាក់ប្រហែលនឹងភពផែនដីក៏ប៉ុន្តែលក្ខណៈស្រដៀងគ្នានឹងភពផែនដីរបស់យើងនេះគឺមានតែត្រឹមនេះប៉ុណ្ណោះចំណែកឯអ្វីផ្សេងទៀតគឺខុសគ្នាស្រឡះពីភពផែនដីរបស់យើងភពសុក្របើទោះបីមិនមែនជាភពដែលស្ថិតនៅជិតនឹងព្រះអាទិត្យជាងគេក៏ប៉ុន្តែគឺជាភព
ដែលក្តៅជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដោយសីតុណ្ហភាពនៅលើភពសុក្រមានរហូតដល់ទៅជាង460អង្សាពូលគឺក្តៅជាងភពពុទ្ធដែលជាភពស្ថិតនៅជិតព្រះអាទិត្យជាងគេទៅទៀតមូលហេតុចម្បងដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពក្តៅខ្លាំងបែបនេះគឺដោយសារតែភពសុក្រមានស្រទាប់បរិយាកាសក្រាស់ខ្លាំងហើយបរិយាកាសនេះទៀតសោតគឺមានធាតុផ្សំភាគច្រើនលើសលប់ជាឧស្ម័នកាបូនិកហើយមានមួយផ្នែកតូចជាអាសូតដែលសុទ្ធសឹងតែជាប្រភេទឧស្ម័នផ្ទះកញ្ចក់ដ៏មានប្រសិទ្ធភាពនៅក្នុងការស្រូបនិងទប់កម្ដៅពីព្រះអាទិត្យមិនឲ្យសាយភាយចេញទៅវិញស្រទាប់បរិយាកាសដ៏ក្រាស់ខ្មឹងនេះក៏ធ្វើឲ្យសម្ពាធនៅលើភពសុក្រត្រូវកើនឡើងដល់កម្រិតកំពូលផងដែរដោយគ្រាន់តែនៅលើផ្ទៃដីនៃភពសុក្រសម្ពាធមានខ្លាំងរហូតទៅដល់ប្រហាក់ប្រហែលនឹងសម្ពាធនៅឯបាតសមុទ្រជម្រៅដល់ទៅជិត 1000 ម៉ែត្រនៅលើភពផែនដីរបស់យើងឯណោះសម្ពាធនិងសីតុណ្ហភាពដ៏ក្តៅបែបនេះហើយដែលធ្វើឲ្យគេសន្និដ្ឋានថានៅលើភពសុក្រយ៉ាងហោចណាស់នៅលើផ្ទៃដីគឺមិនមែនជាទីកន្លែងដែលមានអំណោយផលសម្រាប់ការរីកដុះដាលនៃជីវិតដូចជាអ្វីដែលគេធ្លាប់គិតកាលពីមុនមកនោះទេក្រៅពីនេះភពសុក្រនៅមានលក្ខណៈដ៏ចម្លែកមួយទៀតដែលខុសពីភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺភពសុក្រនេះមានចលនាវិលជុំវិញខ្លួនឯងយ៉ាងយឺតបំផុតដោយវិលមួយជុំខ្លួនឯងត្រូវចំណាយពេលយូរជាងវិលជុំវិញព្រះអាទិត្យទៅទៀតគេអាចនិយាយបានម្យ៉ាងទៀតដោយងាយស្ដាប់ថានៅលើភពសុក្រមួយថ្ងៃមានរយៈពេលយូរជាង1ឆ្នាំដោយ1ឆ្នាំនៅលើភពសុក្រមានរយៈពេលស្មើនឹង225ថ្ងៃនៅលើភពផែនដីរបស់យើងចំណែកឯមួយថ្ងៃវិញមានរយៈពេលរហូតដល់ទៅ243ថ្ងៃឯណោះចំណុចដ៏ចម្លែកមួយទៀតគឺប្រសិនបើគេអាចទៅឈរនៅលើដីនៃភពសុក្របានដោយមិនត្រូវស្លាប់ដោយកម្ដៅនិងសម្ពាធហើយប្រសិនបើមិនមានពពកនិងស្រទាប់បរិយាកាសដ៏ក្រាស់ឃ្មឹកបាំងទីនោះគេនឹងអាចសង្កេតឃើញថាថ្ងៃមិនត្រឹមតែដើរយឺតជាងឆ្នាំនោះទេក៏ប៉ុន្តែព្រះអាទិត្យនៅលើភពសុក្រមានចលនាផ្ទុយពីអ្វីដែលយើងឃើញនៅលើភពផែនដីរបស់យើងទាំងស្រុងពូលគឺព្រះអាទិត្យរះនៅទិសខាងលិចហើយលិចទៅវិញនឹងឯទិសខាងកើតនេះក៏ដោយសារតែភពសុក្ររួមជាមួយនឹងភពអ៊ុរ៉ានុសគឺជាភពតែពីរគត់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែលមានចលនាវិលជុំវិញខ្លួនឯងក្នុងទិសដៅបញ្ច្រាស់ពីភពផ្សេងទៀតនៅក្នុងពេលបច្ចុប្បន្ននេះនៅលើភពសុក្រអ្វីបិទតែគេសន្មតជារួមថាវាមិនមែនជាទីតាំងដែលមានលក្ខខណ្ឌអំណោយផលសម្រាប់ការរីកដុះដាលនៃជីវិតក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែបន្តចាប់អារម្មណ៍សិក្សាលម្អិតទៅលើភពនេះដដែលជាពិសេសគឺគេចង់ដឹងលម្អិតអំពីបរិយាកាសដែលពោពេញទៅដោយឧស្ម័នផ្ទះកញ្ចក់នៅលើភពសុក្រដើម្បីយកធ្វើជាមូលដ្ឋាននៅក្នុងការសិក្សាទៅលើដំណើរវិវត្តនៃអាកាសធាតុនៅលើភពផែនដីរបស់យើងតាមរយៈទិន្នន័យដែលគេប្រមូលបានកាលពីពេលកន្លងមកអ្នកវិទ្យាសាស្ត្រជាទូទៅនាំគ្នាសង្ស័យថាមុននឹងត្រូវប្រែក្លាយទៅជាទីគ្មានអំណោយផលដូចជាសពថ្ងៃនេះកាលពីដើមដំបូងឡើយភពសុក្រប្រហែលជាមានទឹកនិងបរិយាកាសស្រដៀងគ្នាច្រើនទៅនឹងភពផែនដីរបស់យើងហើយដូច្នេះហើយបានជាគេចង់ស្វែងយល់ថាតើមានមូលហេតុអ្វីទៅដែលធ្វើឲ្យភពសុក្រត្រូវប្រែប្រួលបែបនេះហើយតើភពផែនដីរបស់យើងទៅថ្ងៃអនាគតអាចនឹងមានជោគវាសនាដូចគ្នានេះដែរឬក៏យ៉ាងណា